ណាខ្ញុំនឹងបង្ហាញវាបន្តពេលនេះដែរដោយសារយើងមិនទាន់ដល់មានឯករាជ្យទេខ្ញុំអាចសូមនិយាយលេងជាមួយបងប្អូនខ្លះជាការពិតខ្ញុំមិនមែនជា professional MMO ឬក៏ជាអ្នករកលុយជីវតាមបណ្ដាញសង្គមនោះទេតែគោលបំណងចង់ចែករំលែកឬក៏បង្ហោះនៅរូបភាពវីដេអូដើម្បីទុកជាអនុស្សាវរីយ៍ឬក៏ជាការចែកចាយជូនបងប្អូនតែប៉ុណ្ណោះដូច្នេះហើយរូបភាពមិនសូវល្អការនិយាយស្ដីមិនមាន protocol ឬក៏ការអธิบายណាមួយដែលមិនសូវសមរម្យនោះសូមបងប្អូនមេត្តាកុំប្រកាន់អីបាទភាសាពួកយើងហើយនឹងកូនគឺពេលវេលាតិចតួចជុំគ្នាដើម្បីថតហើយយើងមិនមានសម្រាប់គ្រប់គ្រាន់ដើម្បីកាត់តវីដេអូដើម្បីមានរូបភាពច្បាស់ឬក៏បញ្ចូលសំឡេងសម្រាប់ចែកជូនបងប្អូនជាសម្រាប់ឲ្យពេញចិត្តនោះទេអញ្ចឹងយើងធ្វើទៅតាមពេលវេលាទៅតាមការនឹកឃើញដើម្បីជា entertainment សម្រាប់ខ្លួនពួកយើងទៅប៉ុណ្ណោះអញ្ចឹងខាងឆ្វេងដៃនេះគឺជាសាលាជាសៀមតាកែវបន្ទាប់ពីសាលាជាសៀមតាកែវមកយើងគឺមានវិទ្យាស្ថានឈ្មោះថាវិទ្យាស្ថានឧបច្ចេកទេសភូមិភាគតេជោសែនហើយនៅខាងមុខនេះគឺវាមានឯករាជ្យទៅពេលដល់មានឯករាជ្យបាទមុននឹងដល់មានឯករាជ្យគឺយើងនៅមានយើងឃើញសាលានេះគឺជាសាលាប្រវត្តិសាស្ត្រភូមិភាគកែវបាទខ្ញុំតែសង្កេតឃើញថានៅតាមបណ្ដោយផ្លូវក៏មានធុងសម្រាមមួយចំនួនដែរប៉ុន្តែវាជាធុងសម្រាមសាធារណៈដែលបងប្អូនអាចបោះចោលនៅសំណល់មួយចំនួនត្រឹមតែតិចតួចទេដូចជាកំប៉ុងភេសជ្ជៈអីជាដើមបាទមុននឹងនិយាយបន្តយើងអាចចាប់អារម្មណ៍បន្តិចបែរនេះគឺវាមានឯករាជ្យអញ្ចឹងយើងគ្រាន់តែវាងបន្តិចយើងក៏ទៅត្រង់ហើយគឺយើងឆ្លងផ្លូវធំនេះមួយទៀតយើងនៅតែបន្តទៅត្រង់ដដែលឆ្វេងដៃនេះគឺជាអគ្គិសនីបាទអគ្គិសនីខេត្តតាកែវហើយផ្លូវធំខាងមុខនេះហើយគឺជាផ្លូវដែលយើងត្រូវបត់ស្ដាំដើម្បីទៅដល់ទីតាំងរបស់យើងប៉ុន្តែយើងមិនទាន់ទៅដល់ភ្លាមនៅពេលដែលយើងបត់នេះទេគឺនៅមានការបត់ចុះបត់ឡើងចំនួនច្រើនកន្លែងទៀតបាទពេលនេះខ្ញុំសូមនិយាយបន្តអំពីការដាក់ធុងសម្រាមយើងឃើញថាមករដ្ឋបាលខេត្តបានគិតគូរពីអនាម័យនេះណាជាពិសេសនៅតាមបណ្ដោយផ្លូវធំតាមបណ្ដោយមាត់ទន្លេជាដើមមានហើយក៏បងប្អូនយើងមួយចំនួនតូចគាត់មិនបានគោរពមិនបានបោះចោលទៅតាម
វារៀងបត់កែងដៃតូចមួយហើយនៅខាងឆ្វេងគឺវាមានលក្ខណៈជាប្រឡាយលូអញ្ចឹងសូមបងប្អូនប្រយ័ត្នតិចត្រង់ចំណុចនេះយើងសង្កេតឃើញថាចាប់ពីត្រឹមនេះទៅមានបងប្អូនយើងមួយចំនួនបានចាប់ដើមបោះចោលសម្រាមបណ្ដាហើយប៉ុន្តែសូមលើកទឹកចិត្តឲ្យបងប្អូនយើងដែលបានឃើញវីដេអូនេះហើយដែលធ្លាប់យកសម្រាមយកមកចោលសូមកុំទាន់អាចចោលវាទៅតាមបណ្ដោយផ្លូវនេះឯងសូមយើងបន្តរហូតទៅដល់គោលដៅដែលជាទីលានចាក់សម្រាមធំតែម្ដងយើងបើសិនជាយើងចាក់នៅតាមបណ្ដោយផ្លូវហ្នឹងវាជាការល្អមួយហើយដែលបងប្អូនយកពីផ្ទះមកចោលនៅបណ្ដុំនេះប៉ុន្តែវាមិនទាន់បានទៅដល់គោលដៅរបស់យើង 100% ទេគឺបើយើងចំណាយពេលមកដល់នេះហើយយើងគួរតែបន្តចំណាយពេលបន្តិចទៀតឲ្យទៅដល់គោលដៅតែម្ដងបាទឧទាហរណ៍ថាយើងបានធ្វើល្អវា 90% ហើយសល់ត្រឹមតែបន្តិចទៀតគឺយើងនឹងដល់គោលដៅនោះយើងគិតថាយើងនឹងបានល្អ 99% ឬក៏ 100% តែម្ដងដូចបងប្អូនឃើញហើយគឺចាប់ផ្ដើមមានបដាហើយមានការបោះចោលទៅតាមផ្លូវខាងឆ្វេងនិងខាងស្ដាំជាដើមហើយគឺនៅមិនឆ្ងាយទៀតទេគឺទីតាំងធំដែលត្រូវចាំនៅខាងមុខនេះឯងចាំហើយម្ដងជាពីរដងគឺសូមបងប្អូនយើងជួយថែរក្សាអនាម័យដើម្បីសុខភាពរបស់ប្រជាពលរដ្ឋរបស់យើងទាំងគ្នាយើងដឹងថាសុខភាពគឺវាមានសារៈសំខាន់ណាស់ទោះបីជាយើងមិនរងប៉ះពាល់ក៏អាចអ្នកដទៃអាចប៉ះពាល់ជាមួយនឹងក្លិនឬក៏ជាមេរោគដែលសាយពីសំណល់របស់ពួកយើងទាំងគ្នានេះហើយបាទនេះហើយគឺជាទីតាំងចុងក្រោយគោលដៅធំដែលបងប្អូនទាំងគ្នាអាចយកសំណល់យកមកចោលបានហើយសូមលើកទឹកចិត្តរបស់បងប្អូនទាំងគ្នាពាក់ម៉ាស់បាទការពារព្រោះអីវាមានក្លិនស្អុយបាទយើងធ្វើយ៉ាងម៉េចព្រោះអីដូចជាទីលានចាក់សម្រាមអញ្ចឹងវានឹងមានក្លិនស្អុយហើយអញ្ចឹងសូមបងប្អូនជួយថែរក្សាអនាម័យទាំងអស់គ្នាហើយនឹងការពារខ្លួនយើងក្រុមគ្រួសារយើងប្រជាជនយើងនៅពេលដែលប្រជាជនយើងមានសុខភាពល្អពួកគាត់អាចប្រកបរបររកស៊ីហើយវាជួយដល់សេដ្ឋកិច្ចរបស់ប្រជាជននៅក្នុងស្រុកនៅក្នុងខេត្តនិងប្រទេសយើងទាំងមូលសូមអរគុណបងប្អូនទាំងអស់គ្នាហើយជាចុងក្រោយខ្ញុំនឹងថតបង្ហាញជូននៅសំណល់មួយចំនួនដែលពួកខ្ញុំតែងតែយកមកបោះចោលនៅទីនេះសូមអរគុណបាទបងប្អូនទាំងគ្នា